បាទសូមជម្រាបសួរពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាផងដែរបាទវិលមកជួបគ្នាជាបន្តទៀតបាទជាមួយនឹងប្រភេទវីដេអូកម្សាន្តទៅតាមតំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជាផងដែរបាទថ្ងៃនេះគឺថានាំអារម្មណ៍ពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាផងដែរទៅទស្សនាទាក់ទងនឹងបាទទស្សនវិជ្ជានៅខាងស្រុកគិរីសាគរដែលស្ថិតនៅក្នុងខេត្តកោះកុងផងដែរបាទនេះជាទស្សនវិជ្ជាបាទវាលខ្សាច់នៅតាមប្រឡាយបងប្អូនណាបាទគឺថាយើងមើលទៅដូចជាបាទជន់ទៅអាចថាស្រុតទៅក្រោមចឹងណាបងប្អូនបាទប៉ុន្តែជាក់ស្ដែងគឺនៅពេលដែលយើងឃើញខ្សាច់សស្អាតទាំងនេះនៅពេលដែលយើងបាទដាក់ជើងជន់ទៅគឺមិនស្រុតទៅក្រោមទេបាទហើយនេះគឺជាផ្លែមិនដឹងថាផ្លែអីទេបងប្អូនគាត់ថាដូចជាផ្លែខ្នុរយើងអញ្ចឹងប៉ុន្តែវាដុះនៅតាមព្រៃភ្នំណាបាទនៅខាងស្រុកគិរីសាគរបាទគឺថានៅតាមព្រៃភ្នំបាទតំបន់ជើងភ្នំនានាអញ្ចឹងទៅគឺបាទឃើញមានដុះនៅផ្លែប្រភេទនេះគឺដូចជាផ្លែខ្នុរបាទប៉ុន្តែស្លឹកវែងៗណាបាទមិនដឹងថាសម្រាប់យើងអាចបរិភោគបានឬក៏យ៉ាងណាទេបាទនៅតាមតំបន់ព្រៃភ្នំបាទនៅលើជើងភ្នំក៏ដូចជានៅតាមអូផ្សេងៗនេះគឺមានត្រីពុកម៉ែយាយតាបាទមានត្រីបាទមានជាប្រភេទបាទត្រីអណ្ដែងឬក៏ត្រីបាទផ្សេងបាទគ្រប់ប្រភេទផងដែរមានបកាមានបកងនៅលើនឹងផងដែរពុកម៉ែយាយតាបាទចំណែកទិដ្ឋភាពនៅទីនេះគឺតកតងនឹងនៅលើភ្នំបាទនៅលើភ្នំដោយខ្ញុំបានមកថតនៅលើភ្នំបាទហើយពេលល្ងាចគឺយើងបានចុះទៅខាងក្រោមគឺបាទចាប់នៅបានកូនកង្កែបចំនួន3ក្បាលដែរបងប្អូនមិនសូវជាសម្បូរកូនកង្កែបដូចយើងនៅស្រុកស្រែទេបងប្អូនណាបាទបើសិនបាននៅស្រុកស្រែចំការអាចមានបាទកូនកង្កែបឬក៏បាទកូនសត្វផ្សេងប៉ុន្តែតំបន់ភ្នំមិនសូវជាមានច្រើនដូចនៅតាមស្រុកស្រែចំការទេបាទហើយនេះគឺជាភ្នំដែលកើតឡើងពីធម្មជាតិនានាហើយយើងមើលទៅដូចជាបានរៀបចំបាទភ្នំមានជាស្រទាប់ហើយយើងមើលទៅភ្នំគឺដូចជាកើតឡើងដោយសារតែការផ្គុំឡើងនៃក្របខ្សាច់ចឹងបងប្អូនណាបាទគឺបើយើងមើលដុំថ្មបាទនីមួយហ្នឹងគឺជាក្របខ្សាច់ទូចល្អិតដែលវាការកើតឡើងការប្រមូលផ្ដុំគ្នាឡើងបង្កើតបានជាភ្នំបាទហើយយើងមើលទៅបាទនៅវាមានស្ទប់បាទស្ទប់ខាងក្រោមដូចជាថ្មហើយស្ទប់ខាងលើគឺជាថ្មប្រភេទថ្មដុំបាទហើយខ្ញុំបានឡើងទៅថតនៅលើភ្នំតកតងទៅនឹងទិដ្ឋភាពនៅខាងភ្នំស្រុកគិរីសាគរខេត្តកោះកុងផងដែរបាទសម្រាប់បងប្អូនខ្លះគាត់អាចទស្សនាឃើញទិដ្ឋភាពបែបនេះបាទហើយបងប្អូនខ្លះក៏គាត់មិនដែលបានឃើញទេបាទពីព្រោះថាភ្នំខ្លះហ្នឹងគឺយើងឃើញលក្ខណៈថ្មតែម្ដងបាទប៉ុន្តែភ្នំនៅទីនេះគឺជាលក្ខណៈដីខ្សាច់ក៏កើតឡើងដោយដីខ្សាច់ហើយនឹងមានជាថ្មលាយជាមួយនឹងដីខ្សាច់កើតជាភ្នំបាទហើយនៅពេលល្ងាចនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងឬក៏ខ្យល់ខ្លាំងយើងខ្លាចខ្វះនៅស្បៀងអាហារផ្សេងបាទឆ្លៀតយកត្រីនេះមកហាលដើម្បីធ្វើជាម្ហូបសម្រាប់ថ្ងៃបន្តផងដែរបាទចំណែកនៅទីនេះវិញគឺជាតំបន់ទឹកជ្រោះដែលហូរចុះពីលើភ្នំនានាបាទចុះមកខាងក្រោមបាទហើយនៅពេលដែលមេឃភ្លៀងគឺបាទទឹកនេះគឺប្រែជាល្អក់បាទហើយចំណែកផ្លូវទៅតាមបាទផ្លូវគេហៅថាទៅស្រុកគិរីសាគរបងប្អូនណាដែលស្ថិតនៅក្នុងឆ្នាំ2025គឺមានការពិបាកដោយសារតែកំពុងតែជួសជុលបាទ